ខ្ញុំជាអ្នករកឃើញចាក់ស្ដាយប៉ុណ្ណឹងហើយនៅចង់បកាយទៀតទេតែខ្ញុំបានមិនអស់ចិត្តសោះថាហេតុអីបានជាត្បូងនោះនៅក្នុងស្រោមខ្នងខ្ញុំបានអញ្ចឹងអ្នកឯងយល់ថាខ្ញុំមកបង្កាច់អ្នកឯងមែនទេអង្គុយនឹងមីថាมันអាចធ្វើដូច្នេះចំពោះខ្ញុំទេអ្នកដែលគួរឲ្យសង្ស័យមានតែកេសីតែហេតុអីបានជានាងចង់ធ្វើបាបខ្ញុំអ្នកបងឲ្យខ្ញុំយកថ្នាំមកឲ្យជាតិយ៉ាងម៉េចទៅហើយមករបួសនោះបានរបួសប៉ុណ្ណឹងមិនឈឺទេនៅនាងកេសីបើឈឺប្រហែលជាឈឺអាការៈខាងក្នុងច្រើនជាងណែឈឺចិត្តដោយសារនាងឬជាតិនាងចិត្តល្អផ្ញើថ្នាំមកឲ្យហើយនៅផ្លែផ្កាឲ្យទៀតខ្ញុំមិនបានថាឲ្យនាងទេមិញខ្ញុំចង់និយាយពីអ្នកដែលទម្លាក់កំហុសមកលើខ្ញុំយកត្បូងមកប្លង់ចោលនៅក្នុងខ្ទមរបស់ខ្ញុំតានាងគិតទៅមើលបើខ្ញុំលួចខ្ញុំមិនមែនយកមកទុកនៅកន្លែងដែលស្រួលរកឃើញអានេះទេខ្ញុំលាក់តតែចិត្តហ្នឹងមែនហើយនឹកឃើញរឿងនេះលោកបងកេននឹងនាងក៏មិនអស់ចិត្តដែរព្រោះជឿថាជាតិឯងមិនចិត្តធំដល់ម្លឹងទេអ្វីបានបញ្ជាក់រួចអស់ទៅហើយបើជាតិឯងមិនព្រមទទួលខុសហើយថាគេចង់ធ្វើបាបនោះតើចង់ចាប់ដាក់អ្នកណាទៅវិញខ្ញុំបានយល់ថាអ្នកដែលគេបានធ្វើគេដឹងខ្លួនឯងច្បាស់ណាស់ទោះជាលក្ខការពិតនៃអ្នកដទៃបានក៏លក្ខនឹងសំបញ្ញៈខ្លួនឯងមិនបានដែរខ្ញុំបានមិនចង់ចងកម្មចងពីអ្វីឡើយគ្រាន់តែសូមបញ្ជាក់ថាអ្នកដែលបានសាងអំពើអ្វីគឺសូមឲ្យទទួលយកផលកម្មនោះដោយខ្លួនឯងចុះមែនពិតជាអញ្ចឹងមែនហើយត្រូវនិយាយទៀតផងថានេះគឺជាព្រហ្មលិខិតកំណត់មែនហើយឬមួយក៏កុំចោលគេគ្មានផងតានាងទៅតាមចិត្តណែណានោះនៅលំខាងនោះនាងជាតិឯងមកធ្វើតើខ្ញុំប្រាប់ឲ្យប្រយ័ត្នមកតែម្នាក់ឯងទេក្រែរបបមិនទាន់ជាទេអាចសម្រាប់ពេញលំត្បូងហើយដឹកផ្ទះមិនសំណុកឬយ៉ាងម៉េចបាទខ្ញុំក៏នៅសម្រាប់អត់ធ្វើអ្វីដែរទើបចង់មកជួយបងយ៉តក្រែលោកមានសំណាងល្អអាចសាងគុណសម្បត្តិឡើងវិញចង់បានគុណសម្បត្តិមិនទឹកពីខ្លួនឯងទេបាច់ឈើទៅមកបុតទឹកអ្នកណាចាំបាច់តាដល់នាងចាំរបស់ចាស់មែនទៅទៀតតែយ៉ាងមិនទៅចាស់ចុះមកលឿនឡើងបាច់ទៀតហោឈាមច្រើនណាស់ណាឲ្យតានាងមិនអីខ្ញុំបានអរណាស់ទៅរបស់ខ្ញុំប៉ុណ្ណឹងមិនជាធ្ងន់ធ្ងរអ្វីទេនាងឈាមហូរច្រើនណាស់មិនអីទេបងទៅជួយយកថ្នាំនិងស្បៃរុំនៅខ្ទមខ្ញុំបន្តិចមកខ្ញុំលាងរបួសដាក់ថ្នាំឡើងវិញ
ជាឈឺដៃធាត់ឈឺមាត់ស្គមមែនមើលចុះអ្នកឈឺអីញ៉ាំច្រើនម្លឹងរកតែខ្ញុំយកកបិតមកចិត្តមិនតាន់មកពីបងខ្លាចចិត្តព្រមីដែលខំបេះផ្លែឈើយកមកឲ្យហ្នឹងបានជាខំញ៉ាំឲ្យម្ចាស់គេឃើញហ្នឹងម៉ែផ្ដាំផ្ញើសួរសុខទុក្ខបងផងហើយម៉ែសួរថារបួសបងនោះយ៉ាងម៉េចទៅហើយអូបងជាហើយតែស្អែកហ្នឹងទៅធ្វើការវិញបានបាត់ទៅហើយព្រោះរបួសសាស្បែកគ្មានអ្វីគួរឲ្យបារម្ភទេប្រាប់មិញផងថាកុំឲ្យគាត់ភ័យអីចាថ្ងៃនេះយើងត្រូវឡើងទៅផ្សារសង្កែកូនទៅផ្លាស់សម្លៀកបំពាក់ទៅហើយបើចង់ទិញរបស់របរប្រើប្រាស់អីក៏ទិញឲ្យច្រើនសម្រាប់ទុកប្រើយូរថ្ងៃទៅចុះចំណែកកសីត្រូវនៅចាំផ្ទះលោកតាលើថាយើងត្រូវឈៀងចូលយកលោកណារិនផងហើយលោកតានឹងហើយកូនព្រោះលោកត្រូវមកបំពេញការងារនៅបៃលិននេះតែឡានលោកខូចទើបបើសុំដោយសារយើងតើកូនល្មមទៅផ្លាស់សម្លៀកបំពាក់ហើយកុំឲ្យថ្ងៃក្តៅតន់ចាយ៉ាងមិនហើយខនរត់យើងមិនឆេះទេបាទមិនឆេះទេទៀនប្រុសខ្ញុំបានដុសលាងសម្អាតតាំងពីយប់មិញនេះម៉ែ